មិនដឹងថាគាត់ច្រៀងបានល្អឬក៏អត់ជិបសួរបងអរគុណអូនសួស្តីបាទសួស្តីបងអរគុណមានឈ្មោះអីដែរឈ្មោះនួនសុធារៈបងធារៈមានអាយុប្រហែលហើយ24ឆ្នាំហើយសប្តាហ៍ថ្ងៃរស់នៅណាដែរសប្តាហ៍ថ្ងៃរស់នៅភ្នំពេញប៉ុន្តែស្រុកកណ្ដាលនៅខេត្តពោធិ៍សាត់ប្រកបមុខរបរអ្វីដែរអូនរាល់ថ្ងៃច្រៀងនៅក្នុងភោជនីយដ្ឋានបងអូអញ្ចឹងរស់នៅភ្នំពេញហ្នឹងស្នាក់នៅជាមួយអ្នកណាគេដែរនៅជាមួយមិត្តភ័ក្តិបងហើយពេលមកនេះអ្នកណាគេជាអ្នកជូនមកម្នាក់ឯងមកតែម្នាក់ឯងទេបាទអត់មានមិត្តភ័ក្តិបងប្អូនអីមិត្តភ័ក្តិមានដែរប៉ុន្តែគាត់រវល់ធ្វើការអញ្ចឹងបាទហើយមកអញ្ចឹងចង់ឲ្យម៉ាក់ប៉ាមកជួយលើកទឹកចិត្តចង់បងចង់ប៉ុន្តែពីយប់មិញហ្នឹងគេអត់លក់ទេដល់ពេលជាម៉ោង4ម៉ោង5ក៏នឹកឃើញគាត់ក៏ខលទៅគាត់នឹកឃើញថាម៉ោង4ម៉ោង5ហ្នឹងគឺគាត់ងើបធ្វើបាយធ្វើអីលក់អញ្ចឹងណាបងប៉ុន្តែប្រហែលជាគាត់រវល់ទេទៅក៏អត់លើកអញ្ចឹងបាទហើយចឹងបាក់ទឹកចិត្តទេអត់ទេអត់ទេនៅតែអាចធ្វើបានណាបាទអូខេចាឥឡូវត្រៀមខ្លួនហើយណាអូនអូខេបងអូខេចាប់ផ្ដើមបងអាចប្រាប់អូនថាគឺរូបអូនដែលញោមញីទ្រូងបងឲ្យរបួសក្រំបេះដូងព្រោះបងស្នេហ៍តែម្នាក់ឯងអូនតែងធ្វើឲ្យបងឈឺផ្សាចង់ចាប់អរ៉ាហួតហើយយកចិត្តស្មោះបងជាលបែងបងចំបែងម្នាក់ឯងសែនសងវែងមានតែអូនអាចឲ្យបងជុំព្រោះបងស្រឡាញ់អូនពេកអូនឲ្យបងស្រក់ទឹកភ្នែកក្រំសងវែងហឫទ័យព្រមតែអូនបងស្រក់ទឹកភ្នែកតែបងមិនខឹងនឹងស្រីតណ្ដាទ្វីបស្នេហ៍ល្វឹងល្វើយស្វែងរកស្រីជីវ៉ាទីណាមានតែអូនអាចឲ្យបងយំបងស្រឡាញ់អូនពេកអូនឲ្យបងស្រក់ទឹកភ្នែកក្រំសងវែងហឫទ័យអូព្រោះតែអូនបងស្រក់ទឹកភ្នែកតែបងមិនខឹងនឹងស្រីកណ្ដាទ្វីបស្នេហ៍ល្វឹងល្វើយស្វែងរកស្រីជីវ៉ាទឹកដមសម្លេងប្លែកចាការច្រៀងបងប្អូននឹងមានកម្លាំងធម៌ពលល្អពោពេញដោយមនោសញ្ចេតនានៃការឈឺចាប់រួមនឹងដែលយើងមានសម្លេងបែបមានជាតិរៀងស្អកបន្តិចមែនដូចបងតែថាមិនស្អកស្អាណាស្អកខ្យល់មានអារម្មណ៍មួយហ្នឹងគឺគ្រាន់តែយើងបញ្ចេញសម្លេងហ្នឹងមកដូចថាមានការឈឺចាប់នៅក្នុងហ្នឹងហ្មងបងចូលចិត្តសម្លេងដូចបងអូនអញ្ចឹងចាអរគុណអូនបាទបងសម្រាប់បងចាប់អារម្មណ៍ទៅលើការប្រើប្រាស់ដង្ហើមបងប្អូននេះថាចេះលើកដាក់សម្លេងបានល្អជាទូទៅគឺបងពេញចិត្តអរគុណអរគុណបងពេញចិត្តនៅសម្លេងអូនបាទស្រែកខ្ពស់ទៅមានភាពលងលោចបរោះទឹកដមនៅក្នុងនឹងអរគុណច្រើនជូនពរឲ្យជួបសេចក្តីសុខហើយសេចក្តីបំណងខ្លួនឯងអរគុណរយៈមានសម្លេងល្អស្ដាប់ទៅប្លែកតិចហើយមានអារម្មណ៍ថាជាសម្លេងថ្មីមួយនិយាយចាំទៅល្អអត់មាននិយាយច្រើនបាទអរគុណយើងគិតថាស្រឡាញ់បទនេះបានយើងលើកយកបទនេះមកច្រៀងបាទបងស្រឡាញ់ហើយណាមួយទៀត
មានថាបត់ហ្នឹងច្បាស់ជាងគេ ច្បាស់ជាងគេ បាទព្រោះឥឡូវពេលងាយជាងនៅភុយនិយាយថាពេលច្រើនជាងតែបត់ទេគេតម្រូវឲ្យជាងបត់ទេតែពេលអញ្ចឹងទៅចង់ភ្លេចបត់ខ្មែរ អូចេះជាងបត់អង់គ្លេសដែរណា បាទបង ចា អូខេឥឡូវនេះអូនបានប្រាប់ថារៀបចេញមកខលទៅពុកម្ដាយតែគាត់អត់បានលើកទូរស័ព្ទឥឡូវយើងបានបង្ហាញសមត្ថភាពយើងអស់ហើយមុននឹងស្ដាប់នៅលទ្ធផលតើមានអីចង់ផ្ដាំទៅគាត់វិញតាមរយៈកម្មវិធីនេះនឹងកញ្ចក់ទូទួលរបស់យើងអត់ ខ្ញុំចង់ផ្ដាំគាត់ថាអត់ចង់ឲ្យគាត់បារម្ភពីខ្ញុំទោះត្បិតថាខ្ញុំនៅនេះគឺអត់មានសាច់ញាតិខ្ញុំនៅម្នាក់ឯងនៅមួយមិត្តភ័ក្តិប៉ុន្តែខ្ញុំរឹងមាំហើយឲ្យគាត់ទុកចិត្តលើខ្ញុំព្រោះអីខ្ញុំអត់ដែរធ្វើឲ្យគាត់បាក់ចិត្តតាំងពីខ្ញុំកើតមក អូខេ ចាឥឡូវចង់ស្ដាប់នៅលទ្ធផលដែលយើងបង្ហាញបាញ់មិញព្រោះសិតតែទទួលបាននៅការសរសើរពីបងទាំងអស់នេះតែមិនទាន់ដឹងថាតើគាត់អាចឲ្យឱកាសយើងបន្តអត់ទេណាបង Cambodian Idol